ស្ត្រីម្នាក់កើតជំងឺមហារីកឡើងដល់ក្រែពេទ្យប្រុងនឹងវះកាត់ហើយស្រាប់តែរត់ចេញទៅវិញព្រោះជឿតាមគ្រូថ្នាំបុរាណមានករណីរបស់ស្ត្រីម្នាក់នៅវៀតណាមដែលបានរត់ចេញពីបន្ទប់វះកាត់ជំងឺមហារីកព្រោះតែសម្រេចចិត្តជឿតាមគ្រូថ្នាំបុរាណវិញតាមព័ត៌មានបានឲ្យដឹងថាស្ត្រីរូបនោះមានវ័យ33ឆ្នាំនាងត្រូវបានវិនិច្ឆ័យឃើញថាមានជំងឺមហារីកពោះវៀនធំដំណាក់កាលដំបូងគ្រូពេទ្យបានណែនាំថាដំណាក់កាលនេះបើសិនជាព្យាបាលអាចនឹងមានឱកាសជាសះស្បើយខ្ពស់ពលគឺព្យាបាលដោយការវះកាត់និងចាក់គីមីហើយនាងក៏បានយល់ព្រមធ្វើតាមការណែនាំរបស់គ្រូពេទ្យលោក10ថ្ងៃវះកាត់ខាងគ្រូពេទ្យរៀបនឹងដាក់ថ្នាំសន្លប់ទៅហើយស្រាប់តែម្ដាយនិងប្តីរបស់នាងបានខលមកឲ្យបញ្ឈប់ការវះកាត់ជាបន្ទាន់ព្រមមានគ្រូថ្នាំបុរាណប្រាប់មកថាការវះកាត់អាចធ្វើឲ្យមានគ្រោះថ្នាក់ហើយជំងឺនេះអាចព្យាបាលបានដោយមិនចាំបាច់ធ្វើការវះកាត់ឡើយយ៉ាងណាមិញដោយសារតែជឿតាមម្ដាយនិងប្តីស្ត្រីរូបនោះក៏ប្រកែកមិនព្រមទទួលការវះកាត់ហើយក៏រត់ចេញពីបន្ទប់វះកាត់ទៅផ្ទះវិញបាត់ទៅខាងគ្រូពេទ្យពិតជាហួសចិត្តនិងស្ដាយជំនួសអ្នកជំងឺរូបនេះណាស់ព្រោះបើនាងវះកាត់នាងអាចមានឱកាសជាសះស្បើយបានខ្ពស់ហើយបើនាងមិនព្យាបាលតាមក្បួនវេជ្ជសាស្ត្រត្រឹមត្រូវវាអាចនឹងធ្វើឲ្យជំងឺរបស់នាងវិវត្តទៅដំណាក់កាលចុងក្រោយនិងធ្វើឲ្យកាន់តែពិបាកក្នុងការព្យាបាល